រៀបចំជីវិតរបស់អ្នកឡើងវិញគម្រោងចាំឲ្យជីវិតផ្លាស់ប្ដូរដោយខ្លួនឯងចាប់ផ្ដើមរៀបចំវាឡើងវិញចាប់ពីថ្ងៃនេះបោះបង់ទម្លាប់ដែលមិនផ្ដល់ប្រយោជន៍បង្កើតទម្លាប់ល្អនិងផ្ដោតលើគោលដៅដែលអ្នកចង់សម្រេចរៀនគ្រប់គ្រងពេលវេលាថែរក្សាសុខភាពរៀនជំនាញថ្មីនិងនៅជាមួយមនុស្សដែលជំរុញអ្នកឲ្យរីកចម្រើនកំហុសពីអតីតកាលមិនមែនជាចុងបញ្ចប់ទេប៉ុន្តែជាមេរៀនសម្រាប់អនាគតចូលចងចាំថាការផ្លាស់ប្ដូរធំចាប់ផ្ដើមពីជំហានតូចប្រសិនបើអ្នកមិនបោះបង់ហើយបន្តដើរទៅមុខជារៀងរាល់ថ្ងៃនោះជីវិតរបស់អ្នកនឹងកាន់តែល្អប្រសើរឡើងរៀបចំជីវិតរបស់អ្នកឡើងវិញថ្ងៃនេះដើម្បីទទួលបានអនាគតដែលអ្នកប្រាថ្នានៅថ្ងៃស្អែកការផ្លាស់ប្ដូរធំចាប់ផ្ដើមពីជំហានតូចកុំមើលស្រាលជំហានតូចដែលអ្នកធ្វើនៅថ្ងៃនេះភាពជោគជ័យមិនកើតឡើងភ្លាមទេប៉ុន្តែកើតឡើងពីការខិតខំប្រឹងប្រែងនិងការអភិវឌ្ឍខ្លួនបន្តិចម្ដងជារៀងរាល់ថ្ងៃមួយជំហានតូចនៅថ្ងៃនេះអាចក្លាយជាជំងឺដ៏ធំនៅថ្ងៃស្អែកគម្រោងចាំឲ្យអ្វីល្អឥតខ្ចោះទើបចាប់ផ្ដើមជាមួយអ្វីដែលអ្នកមាននឹងធ្វើឲ្យអស់ពីសមត្ថភាពចូលចងចាំថាមនុស្សដែលឈានដល់គោលដៅមិនមែនដោយសារគេរត់លឿនជាងគេទេប៉ុន្តែដោយសារគេមិនឈប់ដើរការផ្លាស់ប្ដូរធំចាប់ផ្ដើមពីជំហានតូចចាប់ផ្ដើមថ្ងៃនេះហើយកុំបោះបង់បរាជ័យមិនមែនជាទីបញ្ចប់ទេតែជាគ្រូដ៏ល្អបំផុតក្នុងជីវិតរាល់កំហុសនិងការបរាជ័យសុទ្ធតែបង្រៀនយើងឲ្យកាន់តែឆ្លាតវៃរឹងមាំនិងមានបទពិសោធន៍ជាងមុនកុំខ្លាចការបរាជ័យត្រូវខ្លាចតែការបោះបង់ចូលយកមេរៀនពីការបរាជ័យហើយបន្តដើរទៅមុខដោយភាពជឿជាក់ព្រោះភាពជោគជ័យតែងតែកើតចេញពីអ្នកដែលមិនព្រមបោះបង់កុំខ្លាចគេមិនចូលចិត្តយើងមិនអាចមានមនុស្សគ្រប់គ្នាចូលចិត្តយើងបានទេហើយវាក៏មិនមែនជាកាតព្វកិច្ចរបស់យើងដែរអ្វីដែលសំខាន់គឺត្រូវរស់នៅដោយភាពស្មោះត្រង់មានសីលធម៌និងគោរពតម្លៃរបស់ខ្លួនឯងអ្នកដែលឲ្យតម្លៃអ្នកនឹងនៅជាមួយអ្នកដោយមិនចាំបាច់ឲ្យអ្នកកែប្រែខ្លួនដើម្បីផ្គប់ចិត្តពួកគេចូលផ្ដោតលើការកែលម្អខ្លួនឯងជាងបារម្ភពីការវិនិច្ឆ័យរបស់អ្នកដទៃនៅពេលអ្នកមានទំនុកចិត្តលើខ្លួនឯងនិងធ្វើអំពើល្អជាប្រចាំមនុស្សដែលស័ក្តិសមនឹងគោរពនិងស្រឡាញ់អ្នកនឹងចូលមកក្នុងជីវិតអ្នកដោយធម្មជាតិកុំបង្រៀនកូនឲ្យចេះកុហកកូនគឺជាកញ្ចក់ដែលឆ្លុះបញ្ចាំងពីទង្វើរបស់ឪពុកម្ដាយបើអ្នកចង់ឲ្យកូនក្លាយជាមនុស្សស្មោះត្រង់ចូលកុំបង្រៀនឬលើកទឹកចិត្តឲ្យកូនចេះកុហកទោះជារឿងតូចក៏ដោយភាពស្មោះត្រង់គឺជាមូលដ្ឋាននៃទំនុកចិត្តនិងជាគុណតម្លៃដែលនឹងជួយកូនពេញមួយជីវិតចូលធ្វើជាគំរូល្អដោយនិយាយការពិតទទួលខុសត្រូវចំពោះកំហុសរបស់ខ្លួននិងបង្រៀនកូនឲ្យមានភាពក្លាហានក្នុងការនិយាយការពិតដូចខាងក្រោមកុំដឹកនាំដោយខ្វះក្តីស្រឡាញ់មានន័យថាការដឹកនាំដែលល្អមិនមែនប្រើតែអំណាចឬការបញ្ជាប៉ុណ្ណោះទេប៉ុន្តែត្រូវមានការយល់ចិត្តការគោរពនិងក្តីស្រឡាញ់ចំពោះអ្នកដទៃនៅពេលដឹកនាំដោយក្តីស្រឡាញ់មនុស្សនឹងមានទំនុកចិត្តសហការល្អនិងរីកចម្រើនជាមួយគ្នាផ្ទុយទៅវិញការដឹកនាំដែលខ្វះក្តីស្រឡាញ់អាចបង្កឲ្យមានការភ័យខ្លាចការបែកបាក់និងបាត់បង់ទំនុកចិត្តសារខ្លីសម្រាប់វីដេអូការដឹកនាំដ៏ល្អមិនមែនកើតចេញពីអំណាចទេប៉ុន្តែកើតចេញពីក្តីស្រឡាញ់ការគោរពនិងការយល់ចិត្តចំពោះអ្នកដទៃការយល់ចិត្តចំពោះអ្នកដទៃការយល់ចិត្តគឺជាសមត្ថភាពក្នុងការស្ដាប់ស្វែងយល់និងគោរពអារម្មណ៍របស់អ្នកដទៃដោយមិនប្រញាប់វិនិច្ឆ័យនៅពេលយើងយល់ចិត្តគ្នាទំនាក់ទំនងនឹងកាន់តែរឹងមាំការសហការនឹងកាន់តែល្អហើយសង្គមក៏កាន់តែមានភាពកក់ក្ដៅមុននឹងរិះគន់នរណាម្នាក់សូមព្យាយាមយល់ពីស្ថានភាពដែលគេកំពុងជួបប្រទះពាក្យសម្ដីល្អនិងទង្វើតូចដែលបង្ហាញពីការយល់ចិត្តអាចផ្លាស់ប្ដូរថ្ងៃដ៏លំបាករបស់មនុស្សម្នាក់ឲ្យក្លាយជាថ្ងៃដែលមានកម្លាំងចិត្តឡើងវិញការយល់ចិត្តមិនចំណាយអ្វីទេប៉ុន្តែមានតម្លៃយ៉ាងធំធេងសម្រាប់បេះដូងរបស់មនុស្សម្នាក់